ឃើញខ្មែរអត់ធ្មត់ថៃកាន់តែប្រហើនប្រកាសធ្វើសង្គ្រាមពេញលេញចង់កំទេចកម្ពុជាដោយបំបាក់សមត្ថភាពយោធាឲ្យបាក់ស្បាតនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់បរៈកុលបានប្រកាសនៅថ្ងៃទី8ខែធ្នូនេះថាថៃចាប់ផ្ដើមប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសកម្ពុជាក្នុងករណីចាំបាច់ទាំងអស់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងសន្ទរកថាតាមទូរទស្សន៍លោកអនុទានបាននិយាយថាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មានការប្រយុទ្ធគ្នាដោយអាវុធរវាងកងកម្លាំងថៃនិងកម្ពុជានៅទីតាំងជាច្រើនតាមបណ្ដោយព្រំដែនរាជរដ្ឋាភិបាលបានតាមដានស្ថានភាពយ៉ាងដិតដល់នៅគ្រប់ដំណាក់កាលហើយបានបញ្ជាឲ្យភ្នាក់ងារសន្តិសុខធ្វើសមាហរណកម្មយ៉ាងពេញលេញនៅកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារជនស៊ីវិលនិងការពារអធិបតេយ្យភាពរបស់ប្រទេសថៃយ៉ាងតឹងរ៉ឹងលោកបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលនៅតែបញ្ញាចិត្តយ៉ាងមុតមមក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស្របតាមច្បាប់អន្តរជាតិនិងប្រើសិទ្ធិស្របច្បាប់របស់ប្រទេសថៃក្នុងការការពារខ្លួនបន្ថែមពីលើនោះលោកអនុទានបានលើកឡើងថាក្រុមប្រឹក្សាសន្តិសុខជាតិថៃបានជួបប្រជុំគ្នានៅព្រឹកថ្ងៃច័ន្ទទី8ខែធ្នូហើយបានសម្រេចចិត្តថារាជរដ្ឋាភិបាលនឹងធ្វើសកម្មភាពតាមការសម្រេចចិត្តរបស់ខ្លួនថៃនឹងធ្វើប្រតិបត្តិការយោធាក្នុងករណីចាំបាច់ទាំងអស់អាស្រ័យលើលក្ខខណ្ឌនៅលើដីហើយវិធានការយោធាបន្ថែមនឹងត្រូវធ្វើឡើងនៅពេលត្រូវការលោកបន្តថារាជរដ្ឋាភិបាលមានទំនុកចិត្តយ៉ាងពេញលេញលើសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់ថៃកាន់តែក៏គ្លឿនបំផុតនោះបាទតាមការចុះផ្សាយរបស់កាសែតខៅសុននារសៀលថ្ងៃទី8ខែធ្នូមេបញ្ជាការកងទ័ពជើងគោករបស់ថៃលោកជ័យព្រឹកដួងប្រាក់ផាន់បានបញ្ញាវេកំទេចកម្ពុជារហូតដល់ចំណុចបាត់បង់សមត្ថភាពយោធាដើម្បីសុវត្ថិភាពកូនចៅថៃចំនួនក្រោយលោកជ័យព្រឹកអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃបានបដិញ្ញាចិត្តនៅថ្ងៃទី8ខែធ្នូនេះថាយោធាថៃនឹងបំបាក់សមត្ថភាពយោធារបស់កម្ពុជាឲ្យបាក់ស្បាតដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនថៃសម្រាប់រយៈពេលដ៏យូរខាងមុខលោកក៏បានរលាស់អណ្ដាតទាំងបំពេញនិងលាបពណ៌កម្ពុជាទៀតថាកងទ័ពថៃបានកំណត់គោលដៅលើសមត្ថភាពយោធារបស់កម្ពុជាដើម្បីកុំឲ្យប្រទេសជិតខាងមួយនេះបង្កការគំរាមកំហែងដល់ប្រទេសថៃក្នុងរយៈពេលជាច្រើនឆ្នាំទៀតជាក់ស្ដែងលោកបានបោះសម្ដីទាំងប្រហើនទៀតថាគោលបំណងរបស់កងទ័ពថៃគឺធ្វើឲ្យខូចសមត្ថភាពយោធារបស់កម្ពុជាក្នុងរយៈពេលយូរដើម្បីសុវត្ថិភាពរបស់កូនចៅថៃចំនួនក្រោយតើដើម្បីតែសុវត្ថិភាពកូនចៅថៃឬមានមហិច្ឆតាឈ្លានពានប្រទេសតូចជាងជាមួយគ្នានេះដែរមេបញ្ជាការភូមិន្ទភាគពីថៃលោកវិរៈយុទ្ធរៈសិលជាមួយនឹងលោកសំភពផារ៉ាវេតមេបញ្ជាការនៃកងកម្លាំងសូរនារីថៃបានដឹកនាំប្រតិបត្តិការដោយផ្ទាល់ចេញពីបន្ទប់សង្គ្រាមគណៈមេយុទ្ធភូមិភាគ2ថៃរុកនេះបានបញ្ជាឲ្យយោធាប្រយុទ្ធពេញលក្ខណៈនេះបើតាមការចុះផ្សាយដោយកាសែត Thai The Nation ជាស្ដែងលោកវិរៈយុទ្ធបានបញ្ជាឲ្យអង្គភាពនៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗផ្លាស់ប្ដូរទៅជារបៀបប្រយុទ្ធពេញលេញដើម្បីធានាបាននូវការឃ្លាំមើលនិងប្រតិបត្តិការជាបន្តបន្ទាប់ជាពិសេសអនុវត្តបន្ទាន់ស្របតាមលក្ខខណ្ឌយុទ្ធសាស្ត្រជាប្រព័ន្ធក្រោមលេខការពារទឹកដីរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងការពារជនស៊ីវិលនៅតាមតំបន់ព្រំដែនបន្ថែមពីនេះការបោះសម្ដីដ៏ក្រអឹតក្រទមរបស់មេទ័ពភូមិភាគថៃបញ្ជាឲ្យយោធាត្រៀមប្រយុទ្ធពេញលេញនេះកំពុងបង្ហាញពីចេតនារបស់យោធាថៃក្នុងមហិច្ឆតាឈ្លានពានកម្ពុជាទ្រង់ទ្រាយធំតែយ៉ាងណាមិញយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃច័ន្ទទី8ធ្នូឆ្នាំ2025នេះយោធាថៃនៅតែបន្តការបាញ់ប្រហារមកលើកងទ័ពនិងទីតាំងជនស៊ីវិលកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះចម្បាំង F-16 ដែលមានអំណាចខ្លាំងក្លានេះបើតាមឲ្យដឹងពីលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតាបានឲ្យដឹងថាបន្ទាប់បើការបាញ់ប្រហារនៅវេលាម៉ោង 2:15 នាទីរសៀលថ្ងៃទី7ធ្នូមកដល់ថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបន្តការបើកបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជាដោយបើកការបាញ់ចាប់ពីវេលាម៉ោងប្រមាណ 5 ព្រឹកនៅតំបន់អានសេះប្រាសាទតាមាន់ធំប្រាសាទព្រះវិហារតំបន់5មករា
ចំការចេកមុំ3ភ្នំខ្មោចគោ8ប្រាសាទតាក្របីនិងនៅប្រាសាទខ្នាលោកស្រីបញ្ជាក់ថាយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់មកលើកម្ពុជាដូចជាកាំភ្លើងដៃនិងកាំភ្លើងយន្តសរុបប្រមាណ183គ្រាប់នៅខាងលិចផ្សារអានសេះប្រើប្រាស់កាំភ្លើង MT60 ចំនួន3គ្រាប់បាញ់កាំភ្លើងត្បាល់ចំនួន4គ្រាប់កាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះប្រើប្រាស់រថក្រោះចូលប្រាសាទតាមាន់និងកាំភ្លើងធំ155មីលីម៉ែត្រក្រៅពីការប្រើប្រាស់កាំភ្លើងលោកស្រីបន្តថាយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 និងបាញ់ផ្សែងពុលចូលមកកម្ពុជាផងដែរលោកស្រីអះអាងថាការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យនិងព្រះវិហារបណ្ដាលឲ្យប្របួសជនស៊ីវិលមួយចំនួននិងឆេះផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាច្រើនខ្នងដែលធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីសុវត្ថិភាពបណ្ដោះអាសន្នភ្លាមៗយ៉ាងណាលោកស្រីបន្តថាកងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយនោះទេដោយប្រកាន់ខ្ជាប់បំផុតនៅការគោរពនិងការអនុវត្តបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិលោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថាបន្ទាប់ពីបើកការបាញ់ប្រហារមកលើកងកម្លាំងនិងប្រជាជនស៊ីវិលកម្ពុជានៅទិសយុទ្ធភូមិភាគ4ក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យរួចមកយោធាថៃបានពង្រីកការវាយប្រហារមកលើពលរដ្ឋកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ខេត្តបន្ទាយមានជ័យលោកស្រីម៉ាលីសុជាតាបានឲ្យដឹងទៀតថាយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើប្រជាជនស៊ីវិលនៅភូមិព្រែកច័ន្ទនិងភូមិជោគជ័យឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅវេលាប្រមាណម៉ោង 1:36 នាទីរសៀលថ្ងៃទី8ខែធ្នូនេះលោកស្រីអះអាងថាយោធាថៃបានប្រើប្រាស់អាវុធធុនតូចនិងធុនធំដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិឋានជនស៊ីវិលរស់នៅលោកស្រីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកំរោលសាហាវឃោឃៅលមោបសង្គ្រាមមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាក្នុងនាមកម្ពុជាលោកស្រីអំពាវនាវឲ្យថៃបញ្ឈប់រកអរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់លោកស្រីក៏បានស្នើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតគួរឲ្យដឹងទៀតថាថៃបានបើកការបាញ់ប្រហារមកលើកងទ័ពនិងទីតាំងជនស៊ីវិលកម្ពុជានៅវេលាម៉ោង 2 រសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025គិតត្រឹមថ្ងៃទី8ខែធ្នូពលរដ្ឋនៅខេត្តឧត្តរមានជ័យប្រមាណ 1157 គ្រួសារត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពគណៈសាលារៀនចំនួន377សាលាគ្រូបង្រៀនចំនួន3197នាក់និងសិស្សសរុបចំនួន 78585នាក់ក្នុងខេត្តជាប់ព្រំដែនចំនួន4ត្រូវបានផ្អាកនេះបើតាមក្រសួងអប់រំយុវជននិងកីឡាថៃប្រើយន្តហោះចម្បាំង F16 របស់សហរដ្ឋអាមេរិកវាយប្រហារលើកម្ពុជាយោងតាមការចុះផ្សាយរបស់កាសែតថៃខៅសូននៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នេះឲ្យដឹងថាកងទ័ពថៃបានដាក់ពង្រាយយន្តហោះចម្បាំង F16 ដើម្បីវាយប្រហារទីតាំងកាំភ្លើងធំរបស់កម្ពុជាបន្ទាប់ពីមូលដ្ឋានអនុភូមិរបស់ខ្លួនបានរងការវាយប្រហារបណ្ដាលឲ្យទាហានថៃម្នាក់ស្លាប់និង2នាក់រងរបួសកងទ័ពថៃបានបញ្ជាក់ថាយន្តហោះត្រូវបានប្រើប្រាស់ក្នុងការសងសឹកបើតាមរបាយការណ៍បន្ថែមពីកងទ័ពអាកាសថៃបញ្ជាក់ថាយន្តហោះចម្បាំង F16 ត្រូវបានដាក់ពង្រាយដើម្បីផ្ដល់ការគាំទ្រផ្លូវអាកាសគោលដៅរបស់ពួកវាគឺទីតាំងកាំភ្លើងធំរបស់កម្ពុជាដែលកងទ័ពថៃចោទថាបានបាញ់ចូលទៅក្នុងទឹកដីថៃនិងបញ្ជាក់ពីបេសកកម្មកំពុងដំណើរការលោកវិនថៃសូវ៉ារីអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថាប្រទេសថៃបានចាប់ផ្ដើមប្រើប្រាស់យន្តហោះដើម្បីវាយប្រហារគោលដៅជាច្រើនជាពិសេសទីតាំងអាវុធ
គាំទ្ររបស់កម្ពុជាអ្នកនាំពាក្យកងទ័ពថៃរុកនេះបានបញ្ជាក់ថាភាគីថៃឥឡូវនេះបានចាប់ផ្ដើមប្រើប្រាស់យន្តហោះដើម្បីវាយប្រហារគោលដៅយោធានៅក្នុងតំបន់មួយចំនួនដើម្បីបង្ក្រាបទីតាំងគាំទ្រការបាញ់ប្រហាររបស់កម្ពុជាបន្ទាប់ពីទីតាំងទាំងនោះបានប្រើប្រាស់កាំភ្លើងធំនិងគ្រាប់ទម្លាក់ពីលើអាកាសប្រឆាំងនឹងកងទ័ពថៃនៅមូលដ្ឋានអនុភូមិដែលបានបណ្ដាលឲ្យមានការស្លាប់និងរបួសក្នុងចំណោមទាហានថៃបើតាមការចុះផ្សាយរបស់កាសែត Thai The Nation គោលដៅវាយប្រហារតាមអាកាសដំបូងត្រូវបានកំណត់នៅក្នុងទីតាំងចំនួន3គឺនៅអានសេះប្រាសាទខ្នានិងប៉ុស្តិ៍ត្រួតពិនិត្យរបស់កម្ពុជានៅក្បែរប្រាសាទព្រះវិហារយ៉ាងណាមិញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាការលើកឡើងរបស់ភេកផ្លូវការរបស់កងទ័ពថៃនិងបណ្ដាញសារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាបានបើកការបាញ់មុននិងប្រើសភាវុធធនធ្ងន់ទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺជាព័ត៌មានមិនពិតនោះទេកងកម្លាំងយោធាថៃបានចាប់ផ្ដើមការបាញ់វាយប្រហារមកលើកងកម្លាំងយោធាកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះចាប់តាំងពីវេលាម៉ោង5ព្រឹកមកសកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025នេះនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាជាមួយគ្នានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះចាប់តាំងពីវេលាម៉ោងប្រមាណ 5:04 នាទីព្រឹកយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើននិងនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានិងនៅចំការជែកនឹងការបើកបាញ់ប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំឲ្យមានការប៉ះទង្គិចគ្នាដោយឈរលើស្មារតីនៃការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទវហេតុលើកទី2នោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីឧបទ្ទវហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិ
ថៃត្រៀមកម្លាំងប្រយុទ្ធជាមួយកម្ពុជាដោយជំនះប្រជាជន4ខេត្តក្រោយយោធាថៃបាញ់ប្រហារលើកងកម្លាំងកម្ពុជាកងទ័ពតំបន់2ថៃនៅថ្ងៃអាទិត្យនេះបានចេញបញ្ជាបន្ទាន់មួយឲ្យប្រជាជនថៃដែលរស់នៅតាមបណ្ដោយព្រំដែនក្នុងខេត្តបូរីរ៉ាំសុរិនទ្រស៊ីសាកេតនិងអ៊ូប៊ុនរ៉ាត់ឆាថានីជំនះទៅកាន់ជំរកសុវត្ថិភាពបន្ទាប់ពីផ្ទុះអាវុធនៅព្រំដែននេះបើតាមការចុះផ្សាយដោយកាសែតខៅសុននៅរុស្ស៊ីថ្ងៃអាទិត្យថាការប៉ះទង្គិចគ្នាជាថ្មីរវាងទាហានថៃនិងកម្ពុជាបានកើតឡើងនៅព្រំដែនស្ថិតនៅក្នុងខេត្តស៊ីសាកេតនៅតំបន់ភូប៉ាឡែកនៅថ្ងៃអាទិត្យទី7ខែធ្នូឆ្នាំ2025នេះបណ្ដាលឲ្យទាហានថៃ2នាក់រងរបួសកងទ័ពតំបន់2ថៃបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនដោយចោទថាកងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុនដោយជំរុញឲ្យកងទ័ពថៃបាញ់តបតទៅវិញបើទោះបីជាការប៉ះទង្គិចគ្នានេះបានបញ្ចប់នៅម៉ោងប្រហែល2:50 នាទីរសៀលតែអង្គភាពថៃនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025តែយ៉ាងណាមិញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថានៅវេលាម៉ោងប្រមាណ 2:15 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅប្រលានថ្មក្នុងស្រុកចំខ្សានខេត្តព្រះវិហារនៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃកាំភ្លើងយន្ត B40 និងកាំភ្លើងត្បាល់60ភ្លាមៗនោះកងកម្លាំងកម្ពុជាបានតាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់មកលើកងទ័ពកម្ពុជាជាបន្ទាន់ព្រោះភាគីកម្ពុជាមិនបានបាញ់តបវិញទេក្រោយមកកម្លាំងយោធាថៃក៏បានបញ្ឈប់ការបាញ់នៅវេលាម៉ោង 2:32 រសៀលជាមួយគ្នានេះដែរក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់បន្ថែមថាយោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទី2ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានកត់ត្រានៅការបង្កហេតុរបស់យោធាថៃដោយនៅថ្ងៃទី7ខែធ្នូឆ្នាំ2025យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ប្រលានថ្មស្រុកចំខ្សានខេត្តព្រះវិហារចាប់ពីវេលាម៉ោងប្រមាណ 2:15 នាទីរហូតដល់ម៉ោងប្រមាណ 2:32 នាទីហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាខណៈដែលការពិតជាក់ស្ដែងគឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីនោះឡើយក្រសួងការពារជាតិកម្ពុជាសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃដែលមានគោលបំណងបំភាន់សាធារណមតិជាតិនិងអន្តរជាតិនិងយកមកធ្វើជាលេសដើម្បីបង្កភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញលើសពីនេះនៅវេលាម៉ោងប្រមាណ 8:02 នាទីយប់យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទី2ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្ត្រអូផ្កាស្នេហ៍បន្ទាប់មកនៅវេលាម៉ោង 8:30 នាទីយប់កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជានៅទីតាំងប្រលានថ្មក្នុងស្រុកចំខ្សានខេត្តព្រះវិហារដែលជាទីតាំងដែលយោធាបានបាញ់ប្រហារការពីរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025នេះដោយប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់បាញ់ជាច្រើនគ្រាប់សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃបានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោងប្រមាណ 8:50 នាទីយប់ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទវហេតុលើកទី2នោះកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបឡើយនិងបានកំពុងបន្តតាមដានការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីឧបទ្ទវហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននៅតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវកម្ពុជាសូមគូបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្រប
តាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កងកម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបាននោះទេជាមួយគ្នានេះដែរក្រសួងការពារជាតិបានច្រានចោលការផ្សាយរបស់កងទ័ពភូមិភាគ2ថៃដែលថាកម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោងខេត្តឧត្តរមានជ័យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថានៅវេលាយប់ថ្ងៃទី7ខែធ្នូឆ្នាំ2025នេះក្រសួងបានកត់សម្គាល់ឃើញថាផេកផ្លូវការរបស់កងទ័ពភូមិភាគ2ថៃបានចុះផ្សាយថាកម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោងខេត្តឧត្តរមានជ័យហើយត្រូវបានបណ្ដាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់និងផ្សាយជាបន្តបន្ទាប់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធនិងសូមគូបញ្ជាក់នៅការពិតថា1ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគ2ថៃនិងបណ្ដាញសារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាបានចល័តរថក្រោះនោះគឺជាព័ត៌មានមិនពិតនោះទេ2កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដោយការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃនោះឡើយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតព្រមទាំងបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតសម្ដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស